បាទសូមស្វាគមន៍លោកនាងសាជាថ្មីមកកាន់កម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះបន្ទាប់ពីលោកនាងបានតាមដានទស្សនានៅព័ត៌មាននៅក្នុងវគ្គទី1រួចមកឥឡូវនេះយើងខ្ញុំសូមបន្តផ្ដល់ជូននៅព័ត៌មានជាតិសំខាន់នៅក្នុងវគ្គទី2ជាបន្តទៀតក្រុមហ៊ុន One More Group យកថ្ងៃព្រឹត្តិការណ៍ឈឺចាប់គម្រប់1ឆ្នាំ24-28ខែកក្កដាថៃឈ្លានពានខ្មែរសម្ពោធផលិតផលមីជាតិ6រសជាតិរបស់គ្រួសារ One More Group លោកជំទាវជើងសុគន្ធធីវីនាយការប្រតិបត្តិក្រុមហ៊ុន One More Group ថ្លែងថាការដែលយើងសម្រេចយកថ្ងៃនេះប្រពនៅសមិទ្ធផលថ្មីរបស់យើងគឺចង់បញ្ជាក់ពីការឈឺចាប់និងចងចាំមិនអាចបំភ្លេចបាននៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការរំលោភបំពានដែនអធិបតេយ្យភាពពីភាគីថៃមកលើទឹកដីនៃដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាយើងលោកជំទាវរំលឹកឡើងវិញថាគ្រានោះភាគីថៃក៏បានសម្រេចផ្អាកនិងបិទព្រំដែនជាឯកតោភាគីនិងបានប្រមាថមើលងាយខ្មែរយើងដោយឌឺដងថាមិនយូរមិនឆាប់ខ្មែរនឹងដាច់ពូស្លាប់ព្រោះគេបានផ្អាកនាំចូលផលិតផលគេមកកាន់ប្រទេសយើងយ៉ាងណាបើតាមលោកជំទាវជើងសុគន្ធធីវីកម្មវិធីថ្ងៃនេះមិនត្រឹមតែជាការជួបជុំប៉ុណ្ណោះទេតែវាជាវេទិកាសំខាន់សម្រាប់យើងទាំងអស់គ្នាក្នុងការចែករំលែកពីវឌ្ឍនភាពនិងសមិទ្ធផលជាទីមោទនៈថ្មីរបស់ក្រុមគ្រួសារ One More របស់យើងក្នុងដំណើរការត្រឹមពាក់កណ្ដាលឆ្នាំ2026នេះជាការពិតណាស់ក្នុងកលៈទេសៈបច្ចុប្បន្នបានបង្កើតជាឱកាសថ្មីមួយសម្រាប់ផលិតផលក្នុងស្រុករបស់យើងដើម្បីចាប់យកចំណែកទីផ្សារនៅផលិតផលពីដៃគូប្រកួតប្រជែងផងដែរជាក់ស្ដែងប្រជាជនយើងមានទំនោរងាកមកគាំទ្រផលិតផលជាតិដើម្បីបង្ហាញពីកម្លាំងសហគមន៍និងអត្តសញ្ញាណជាតិក្នុងចំណោមផលិតផលខ្មែរទាំងនោះមីជាតិជាផលិតផលជាតិដែលទទួលបានការគាំទ្រនិងកោតសរសើរព្រោះមីជាតិមានគុណភាពល្អស្រាប់អាចជំនួសបានយ៉ាងប្រសើរដែលអ្នកប្រើប្រាស់អាចជឿទុកចិត្តបាននេះជាអត្តសញ្ញាណបង្កើតឡើងស្របទៅនឹងឈ្មោះក្រុមហ៊ុនមេរបស់យើងដែលមានន័យប្រដូចទៅនឹងភាសាអង់គ្លេស One More មានន័យថាបានប្រើហើយចង់ប្រើទៀតដោយយើងផ្ដោតសំខាន់លើរសនិយមរបស់ប្រជាជននៃយើងជាមួយនឹងគុណភាពខ្ពស់ប្រកបដោយអនាម័យជាចម្បងនិងធ្វើឡើងដោយផ្ទាល់រូបមន្តស្នាដៃរបស់ខ្មែរយើងទាំងការផលិតនិងការវេចខ្ចប់នៅរោងចក្រខ្មែរផ្ទាល់បន្ថែមពីភាពជោគជ័យកាលពីខែមីនាកន្លងមកថ្ងៃនេះយើងបានសម្រេចនៅផលិតផលថ្មីមីជាតិ6រសជាតិរសជាតិម្ជូរគ្រឿងសាច់គោរសជាតិផាក់លើទារសជាតិម្ជូរខ្ទិះបង្កងគុយទាវសាច់ជ្រូកចិញ្ច្រាំមីស៊ូរសជាតិសាច់ជ្រូកចិញ្ច្រាំមីគោកពងទាប្រៃទន្ទឹមនឹងនេះយើងមិនអាចមើលរំលងពីកត្តាប្រឈមរបស់មីជាតិដែលទាមទារឲ្យយើងយកចិត្តទុកដាក់ឲ្យបានខ្ពស់នៅក្នុងទីផ្សារការប្រឈមទាំងនេះគឺអាចដោះស្រាយបានដោយការចូលរួមជុំគ្នាក្នុងការកែតម្រង់ផែនការយុទ្ធសាស្ត្រទីផ្សារនានាដើម្បីបន្តពង្រឹងអត្តសញ្ញាណម៉ាកសញ្ញានិងថែរក្សាទំនុកចិត្តអតិថិជនដើម្បីឈានទៅដល់ចំណុចដែលក្រុមហ៊ុនយើងចង់បាននេះជាមោទនភាពដែលមានអ្នកគ្រប់គ្នាជាចំណែកនៃភាពជោគជ័យរាល់សមិទ្ធផលសាងរួមគ្នាកន្លងមកលោកជំទាវថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងក្តីស្មោះត្រង់និងចិត្តព្យាយាមរបស់គ្រួសាររបស់យើងទាំងអស់ក្នុងឆ្នាំកន្លងមកអ្វីដែលយើងសម្រេចបាននៅពេលនេះមិនមែនដោយចៃដន្យទេប៉ុន្តែដោយសារតែចិត្តឧស្សាហ៍និងការតស៊ូរបស់អ្នកទាំងអស់គ្នាដូច្នេះសូមបន្តរក្សាស្មារតីរួបរวมជាធ្លុងមួយខិតខំបន្តប្រឹងប្រែងបំពេញការងាររៀងៗខ្លួននិងចូលរួមចំណែកផ្សព្វផ្សាយនៅសមិទ្ធផលថ្មីថ្ងៃនេះជូនបងប្អូនញាតិមិត្តផងដែរ